ចាសួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាមានគណនី email ផ្ទាល់ខ្លួនហើយឬនៅចាបើមិនទាន់មានទេអញ្ចឹងចូលរួមមើលវីដេអូរបស់អ្នកគ្រូថ្ងៃនេះទាំងអស់គ្នាអញ្ចឹងដូចដែលដឹងហើយគឺគណនី email គឺមានសារៈសំខាន់ក្នុងការបង្កើតជា account Facebook ឬក៏ឥឡូវហ្នឹងគឺយើងត្រូវការប្រើប្រាស់ Google Meet ដើម្បីជួបគ្រូចាឬក៏យើងអាចប្រើប្រាស់ Zoom អញ្ចឹង email គឺសំខាន់អញ្ចឹងតម្រូវឲ្យបងប្អូនទាំងអស់គ្នាមាន email ម្នាក់មួយចាអញ្ចឹងថ្ងៃនេះវីដេអូរបស់អ្នកគ្រូនឹងធ្វើពីវិធីណែនាំតទៅនឹងការបង្កើត email នៅលើទូរស័ព្ទដៃចាអញ្ចឹងដើម្បីដឹងទាំងអស់គ្នាឥឡូវសូមបងប្អូនចូលទៅមើលវិធីបង្កើត email ក្នុងទូរស័ព្ទដៃទាំងអស់គ្នាចាអញ្ចឹងដើម្បីបង្កើតគណនី email នៅលើទូរស័ព្ទដៃបងប្អូនបានបងប្អូនទាំងអស់គ្នាត្រូវបើកអ៊ីនធឺណិតនៅលើទូរស័ព្ទដៃបងប្អូនចាគឺយើងត្រូវការប្រើប្រាស់អ៊ីនធឺណិតដើម្បីបង្កើតអញ្ចឹងចូលដំបូងមកគឺសម្រាប់ទូរស័ព្ទ iPhone គឺយើងចូលមក Safari នេះចាអញ្ចឹងពេលដែលចូលមកដល់ Safari ហ្នឹងគឺកន្លែង search នេះបងអូនវាយពាក្យថា create ចាវាយពាក្យថា create Gmail ចាពេលដែលបងអូនវាយបានប៉ុណ្ណឹងហើយគឺយើងមានresult មកប៉ុណ្នេះគឺមានន័យថាអ្វីដែលយើង search គឺមានច្រើនអញ្ចឹងពេលដែលចំណុចបន្ទាប់ទៀតបងអូនត្រូវរើសយកពាក្យថា create your Google account ចាចុចលើ create your Google account គឺវាចេញមកបានប៉ុណ្ណឹងចាអញ្ចឹងពេលដែលចេញមកដល់ប៉ុណ្ណឹងហើយគឺបងអូនត្រូវបំពេញព័ត៌មានបងប្អូនតាមប្រអប់ដែលគេដាក់អក្សរនេះអញ្ចឹងមានន័យថាកន្លែង first name ហ្នឹងគឺឈ្មោះខ្លួនឯងចាឧទាហរណ៍ថាអ្នកគ្រូឈ្មោះថាវីចាថាវីដល់ពេល last name គឺត្រកូលអញ្ចឹងអ្នកគ្រូដាក់ត្រកូលអ្នកគ្រូចាអញ្ចឹងចេញមកកន្លែងនេះគឺជាកន្លែងដែលអាស័យដ្ឋាន email គឺជាគណនី email របស់យើងតើយើងដាក់ឈ្មោះថាម៉េចចាអញ្ចឹងឧទាហរណ៍ថាអ្នកគ្រូឈ្មោះថាវីហូនថាវីអញ្ចឹងអ្នកគ្រូអាចដាក់ថាវីហូនក៏បានហូនថាវីក៏បានអញ្ចឹងអូនជាជំរឿនបងប្អូនទេអញ្ចឹងអ្នកគ្រូដាក់ថាហូនថាវីអញ្ចឹងហូនថាវីចាចឹងហូនថាវីអូនអាចដាក់ថែមលេខអីបន្ទាប់ពីនឹងទៀតក៏បានដែរឧទាហរណ៍ថាហូនថាវី99ចាអញ្ចឹងបន្ទាប់ពីដាក់ហើយអញ្ចឹងមានន័យថា account គណនី email គឺហូនថាវី99@gmail.com អញ្ចឹងគឺទាមទារដាក់ password កន្លែងនេះគឺកន្លែង password ដែលបងអូនត្រូវតែចងចាំដើម្បីចូលទៅ log in ចូលគណនីរបស់បងអូនpassword នេះដើម្បីឲ្យវាខ្លាំងមានន័យថាវារឹងមាំអត់មាននរណាអាច hack ចូល account យើងបានគឺយើងមានដាក់ចាប់ពី8ខ្ទង់ឡើងទៅមានលាយលេខលាយអក្សរអីចឹងទៅណាចាឥឡូវយើងចាប់ផ្ដើមដាក់passwordចាអញ្ចឹងpassword នេះគឺបងអូនត្រូវតែចាំវាពេលដែលបងអូនវាយ password នឹងហើយគឺបងអូនត្រូវវាយកន្លែងពាក្យ confirm ហ្នឹងគឺវាយ password ដដែលគឺត្រូវតែដូចគ្នាបើអត់ដូចគ្នាទេគឺអត់បានទេចាអញ្ចឹងពេលដែលយើងបំពេញព័ត៌មានចប់ហើយគឺយើងចុចពាក្យថា next តែមានថាបន្ទាប់ចាពេលដែលចូលមកដល់ចំណុចនេះចាអញ្ចឹងគេដាក់ថាថាវី welcome to Google អញ្ចឹងអាស័យដ្ឋាន email របស់អ្នកគ្រូគឺ honthavi99@gmail.com អញ្ចឹងកន្លែងនេះគឺជាកន្លែងសំខាន់ដែលបងអូនត្រូវដាក់លេខទូរស័ព្ទចាលេខទូរស័ព្ទដែលបងអូនកំពុងតែប្រើហ្នឹងដើម្បីឲ្យ Google ផ្ញើលេខកូដមកឲ្យបងអូនដើម្បីដំណើរការបន្តទៀតចាអញ្ចឹងអ្នកគ្រូវាយលេខទូរស័ព្ទអ្នកគ្រូចូលចាអញ្ចឹងលេខទូរស័ព្ទហើយកន្លែងខែនេះគឺបងអូនអាចដាក់ខែពិតក៏បានមិនពិតក៏បានអត់បញ្ហាទេចា
ចាអញ្ចឹងអ្នកគ្រូដាក់ហើយ gender នេះគឺតកតងនឹងភេទចាអញ្ចឹងគេថា female អញ្ចឹងចាអញ្ចឹងពេលដែលយើងបាក់អញ្ចឹងហើយគឺវានឹងលួតមកដាក់ថា verify your phone number អញ្ចឹងមានន័យថាយើងមានពាក្យ send យើងត្រូវចុចលើពាក្យ send ហ្នឹងដើម្បីឲ្យគេផ្ញើលេខកូដតាមរយៈលេខទូរស័ព្ទហ្នឹងមកអញ្ចឹងគាត់ថាយើងបង្កើតនៅលើទូរស័ព្ទហ្នឹងលេខកូដនឹងផ្ញើមកលើទូរស័ព្ទហ្នឹងដូចគ្នាដើម្បីបំពេញបញ្ចូលអញ្ចឹងអ្នកគ្រូចុចពាក្យ send ចារងចាំបន្តិចលេខកូដនឹងផ្ញើមកចាអញ្ចឹងលេខកូដផ្ញើមកហើយ32 16 ចានេះគឺជាលេខកូដដែល Google ផ្ញើមកព្រោះយើងមិនដាក់លេខទូរស័ព្ទចាចុចហើយអូនចុចពាក្យ verify ចាអញ្ចឹង verify ហើយគឺចុចពាក្យ yes I'm in ចា yes I'm in ហើយគឺយើងបានប៉ុណ្ណឹងហើយគឺយើងចុចពាក្យ I agree ចានេះគឺជាលក្ខន្តិកៈដែលគេឲ្យយើងអានចាអញ្ចឹងយើងចុចយកស្របទៅនឹងអ្វីដែលក្រុមហ៊ុន Google គេដាក់ចាអញ្ចឹងយើងបង្កើតបានជោគជ័យហើយគឺចេញបែបនេះ welcome Tavihon welcome Tavihon អញ្ចឹងគឺយើងអាចប្រើប្រាស់បានហើយអញ្ចឹងគណនីរបស់យើងគឺបង្កើតបានជោគជ័យហើយចាអញ្ចឹងនេះគឺ home នេះគឺព័ត៌មានផ្ទាល់ខ្លួនចាដែលយើងបានបំពេញអំបញ្ញមិញចាអញ្ចឹងអ្វីដែលសំខាន់គឺបងអូនត្រូវចាំ password ដែលបងអូនបានបំពេញចាហើយបងអូនអាចយកគណនីនេះទៅប្រើប្រាស់បាននៅក្នុងការរៀនតាមរយៈ Google Meet ព្រោះពេលដែល download មកគឺយើងត្រូវភ្ជាប់ជាមួយនឹង Google account ដែលយើងហៅថា email ហ្នឹងចាគឺយើងត្រូវការប្រើប្រាស់វាអញ្ចឹងបងអូនទាំងអស់គ្នាសាកល្បងបង្កើតវាជាមួយនឹងវីដេអូមួយនេះបើសិនបើមានចម្ងល់អីអាចឆាតមកសួរអ្នកគ្រូផ្ទាល់បានចាអរគុណច្រើន